tam bát tứ sạch bồng bông có cứ vi miên sạp hơi mẹn côn nâng sọc sọc đo sạch màu tề sạch nâng cứ miên xẹp hai nơi không có ôm mọt có ôm cò bọc côn nâng ấy con tại pani hai là thoáng thế tao sạch bồng bông có nâng ấy vi rít rư môi cọt tao vi miên rồi liếc rư môi cọt ok tam đây nhung chua mà được vậy pe chỉ trong khỏi nè cứ cục má cứ quạt miên pani há này ca rồi liếc sạch bồng bông cóឬក៏បញ្ហានៃការរីកសាច់បំពង់កនឹងច្រើនមូលហេតុវាមានច្រើនទី1ភាគច្រើនកុមារគឺការសម្អាតនៅក្នុងបំពង់កសម្អាតមាត់ធ្មេញរបស់គាត់នេះវាអត់បានល្អទេអញ្ចឹងហើយវាជាមូលហេតុមួយដែលធ្វើឲ្យសាច់កនឹងងាយនឹងរលាកបញ្ហាមួយទៀតគឺពាក់ព័ន្ធជាមួយនឹងចំណីអាហារជាទូទៅដូចឃើញស្រាប់ហើយក្មេងគឺគាត់ញ៉ាំចម្រោះគ្រប់មុខគាត់អាសាញ៉ាំនំគាត់ចូលចិត្តញ៉ាំទឹកក្រូចគាត់ចូលចិត្តញ៉ាំរបស់ណាប្លែកជាពិសេសក្មេងខ្លះគាត់ចូលចិត្តលេងអីយកទៅបៀមនៅក្នុងមាត់អីចឹងទៅអញ្ចឹងហើយក៏វាជាមូលហេតុមួយធ្វើឲ្យមានបញ្ហារលាកសាច់បំពង់កនិងរីកសាច់បំពង់កដូចគ្នាប៉ុន្តែវាមានករណីខ្លះទៀតដែលកុមារនឹងជាធម្មជាតិមកគឺសាច់បំពង់កគាត់នឹងវាមានទំហំរៀងធំជាងគេធម្មតាទោះបីជាវាអត់អាលៀកក៏វាធំដែរវាគឺជាមូលហេតុមួយដែលធ្វើឲ្យក្មេងកាលណាគាត់ញ៉ាំរបស់ណាមិនល្អគាត់ក្អកទី2ទៀតវាអាចធ្វើឲ្យគាត់ងាយនឹងអាសាក្តៅខ្លួនច្រើនជាងគេងាយនឹងឈឺកងាយនឹងមានបញ្ហាឡើងស្លេះហើយពេលខ្លះឬគាត់គេងនឹងដូចគេងសមុកចឹងអញ្ចឹងហើយបញ្ហានេះគួរតែនាំមកអូនអញ្ជើញទៅជួបគ្រូពេទ្យល្អជាងយើងចេះតែទិញថ្នាំផ្សះឲ្យតែឃើញថាងកូនក្តៅខ្លួនដឹងតែម៉ាក់ច្រើនតែទៅទិញថ្នាំផ្សះយកទៅឲ្យកូនប្រើហើយតាមពិតទៅវាមិនមែនជាបញ្ហាដែលយើងត្រូវប្រើថ្នាំផ្សះគ្រប់ពេលគ្រប់វេលាទេហើយភាគច្រើននៅពេលដែលកុមារម្នាក់គាត់អាសារលាកបំពង់កញឹកញាប់មួយឆ្នាំច្រើនជាងពី3ទៅ4ដងហើយគាត់មានសញ្ញានៃការត្បៀតសាច់បំពង់កដោយសារតែសាច់បំពង់កនឹងវារីកធំឬមួយក៏អីដល់អាយុណាមួយដែលសមស្របជាមួយនឹងកត្តាសុខភាពកត្តាវ័យរបស់គាត់គ្រូពេទ្យច្រើនតែណែនាំឲ្យកាត់អាសាច់នឹងចេញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឬក៏ម៉ាក់មានបញ្ហាពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងគួរតែអញ្ជើញយកអូនទៅជួបគ្រូពេទ្យឬមួយក៏ពិភាក្សាជាមួយនឹងគ្រូពេទ្យផ្នែកកុមារបន្ថែមទៀតអរគុណច្រើនបាយបាយ